គឺជាបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Whitetail Eagle បក្សីប្រមាញ់ Whitetail Eagle គឺជាបក្សីប្រមាញ់ដ៏ធំមួយដែលរស់នៅក្នុងតំបន់អឺរ៉ុបនិងអាស៊ីខាងជើងវាត្រូវបានគេហៅថា Sea Eagle ព្រោះវាចូលចិត្តរស់នៅជិតសមុទ្របឹងនិងទន្លេធំៗចំពោះបក្សីប្រភេទនេះគឺមានរូបរាងអស្ចារ្យកម្លាំងខ្លាំងនិងជាអ្នកប្រមាញ់ត្រីដ៏ជំនាញបំផុត Whitetail Eagle គឺមានប្រវែងខ្លួនប្រហែល70ទៅ90សង់ទីម៉ែត្រហើយស្លាបវាអាចលាតសន្ធឹងបាន2ទៅ4ម៉ែត្រដែលធ្វើឲ្យវាក្លាយជាបក្សីឥន្ទ្រីធំបំផុតមួយនៅប៉ែកខាងអឺរ៉ុបចំពោះទម្ងន់របស់បក្សីប្រមាញ់ប្រភេទនេះគឺអាចមានទៅដល់7គីឡូក្រាមហើយសម្រាប់បក្សីយីគឺមានទំហំធំជាងបក្សីឈ្មោលពណ៌រោមភាគច្រើនគឺមានពណ៌ត្នោតចាស់ខណៈកន្ទុយគឺមានពណ៌សភ្លឺដែលជាចំណុចសំខាន់ធ្វើឲ្យវាមានឈ្មោះថា Whitetail Eagle ចំពោះធំមានពណ៌លឿងខ្លាំងនិងក្រញ៉ាំជើងមុតស្រួចសម្រាប់ចាប់សត្វទីជម្រករបស់ Whitetail Eagle គឺចូលចិត្តរស់នៅតាមមាត់ឆ្នេរបឹងធំៗទន្លេនិងតំបន់ព្រៃជិតទឹកវាត្រូវបានគេរកឃើញនៅប្រទេសដូចជា Norway, Russia, Japan និង Greenland ហើយនៅតំបន់អាស៊ីខាងជើងជាច្រើនទៀតវាចូលចិត្តរស់នៅកន្លែងដែលស្ងប់ស្ងាត់ហើយសម្បូរទៅដោយត្រីចំពោះអាហាររបស់វាគឺមានដូចជាត្រីបក្សីទឹកទន្សាយសត្វតូចៗឬក៏សាកសពសត្វតែវាប្រមាញ់វាហោះទាបលើផ្ទៃទឹកហើយប្រើក្រញ៉ាំជើងចាប់ត្រីយ៉ាងលឿនពេលខ្លះវាក៏អាចលួចអាហារពីបក្សីផ្សេងៗទៀតបានផងដែរបើយើងក្រឡេកមើលទៅសមត្ថភាពប្រមាញ់របស់បក្សី Whitetail Eagle នេះគឺវាមានភ្នែកមុតខ្លាំងណាស់វាអាចមើលឃើញសត្វពីចម្ងាយឆ្ងាយបានស្លាបធំធ្វើឲ្យវាអាចហោះហើរទៅលើអាកាសបានយូរដោយប្រើថាមពលតិចនៅពេលដែលវាចុះប្រមាញ់វាអាចហោះហើរចុះយ៉ាងលឿននិងចាប់សត្វដោយកម្លាំងខ្លាំងចំពោះការបន្តពូជរបស់បក្សីប្រភេទនេះគឺវាសង់សម្បុកធំនៅលើដើមឈើខ្ពស់ឬលើច្រាំងភ្នំសម្បុកមួយគឺអាចធំខ្លាំងនិងប្រើបានយូរឆ្នាំផងដែរសម្រាប់បក្សីយីគឺអាចដាក់ពងពី1ទៅដល់3គ្រាប់ហើយសម្រាប់មេបារបស់វាទាំងពីរគឺជួយមើលថែកូនរបស់វាជានិច្ចចំពោះអាយុកាលរបស់បក្សីប្រមាញ់ Whitetail Eagle នេះគឺអាចរស់បានជាង20ទៅ30ឆ្នាំក្នុងធម្មជាតិប្រសិនបើនៅក្នុងការមើលថែទាំពីមនុស្សវាអាចនឹងរស់បានយូរជាងនេះទៅទៀតចំពោះបញ្ហាដែលបក្សីប្រមាញ់ប្រភេទនេះជួបប្រទះគឺត្រូវបានគំរាមកំហែងដោយការបាញ់ប្រហារនិងការបាត់ទីជម្រកប៉ុន្តែបច្ចុប្បន្នប្រទេសជាច្រើនបានការពារវាហើយចំនួនរបស់វាគឺកំពុងតែកើនឡើងវិញចំពោះចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីបក្សីប្រមាញ់ប្រភេទនេះវាជាបក្សីឥន្ទ្រីធំបំផុតមួយនៅប៉ែកខាងអឺរ៉ុបវាអាចលើកត្រីធំចេញពីទឹកបានជាពិសេសមានកម្លាំងក្រញ៉ាំយ៉ាងខ្លាំងក្លាបំផុតហើយក៏ជានិមិត្តសញ្ញានៃអំណាចនិងសេរីភាពនៅប្រទេសខ្លះៗផងដែរចំពោះសម្លេងរបស់វាលឺខ្លាំងនិងមុតស្រួចបក្សីប្រមាញ់ Whitetail Eagle គឺជាបក្សីប្រមាញ់ដ៏អស្ចារ្យដែលបង្ហាញពីកម្លាំងភាពវៃឆ្លាតនិងសមត្ថភាពរស់នៅក្នុងធម្មជាតិយ៉ាងអស្ចារ្យបំផុត Please subscribe my YouTube channel